អាគិសនីសម្រាប់បំភ្លឺភ្លើងបានបងប្អូនហ្នឹងហើយឃើញបងប្អូនណែខខ្ញុំបវល់គឺវាភ្លឺហ្នឹងហើយអត់មាននេះទេបងប្អូននេះខ្សែមួយជាហៀងនេះបាទគឺមួយជាហៀងយើងភ្ជាប់ចឹងទៅបងប្អូនដោយសារអំពូមានខ្សែ2បាទហើយដង្ហើមមានខ្សែ2អញ្ចឹងយើងភ្ជាប់គ្នាទៅហើយយើងបវល់ចឹងមកគឺវាភ្លឺបងប្អូនហើយមិនភ្លឺលេងបងប្អូនភ្លឺខ្លាំងហ្នឹងហើយវាអត់អែដឹងបាទនេះជាចំណេះដឹងថ្មីចំពោះអ្នកដែលគាត់អត់ដឹងបងប្អូនដូចខ្ញុំនិយាយខាងដើមអញ្ចឹងបាទហើយចំពោះខ្ញុំក៏ថ្មីដែរបងប្អូនដោយសារយើងអត់ដឹងទេធ្លាប់តាបាទអំពូលភ្លើងគឺវាចេញភ្លើងដោយសារឌីណាម៉ូអញ្ចឹងណាបងប្អូនហើយអានេះវាប្រហែលជាធៀបដូចជាឌីណាម៉ូដែរបងប្អូនតែគាត់ថាទាស់ថាពេលដោតភ្លើងវិញវាទៅជាវិលបាទហើយដល់ពេលយើងដោះមកវិលវាភ្លឺអំពូលបងប្អូនវាអញ្ចឹងបងប្អូនហ៎បាទមិនភ្លឺលេងភ្លឺខ្លាំងបងប្អូននេះបើសិនជាយើងបាទកែច្នៃបន្តដូចជាដាក់ស្លាបសម្រាប់វិលខែធ្លាក់ចោលអាចនឹងបំភ្លឺតាមដាច់ប្រយោលបានបងប្អូនតំណងបាទតែគាត់ថាវាអាចភ្លឺខ្លាំងដូចភ្លើងនេះទេបងប្អូនបាទហេបងប្អូនបាទហេហ្នឹងហើយអត់មានខ្សែទេបងប្អូនគឺយើង